លស្រីបងប្អូនទូរទស្សនិកជនជីមេត្រីបន្តស្វាគមន៍វត្តមានកីឡាករបង្គោលក្រហមបាទទស្សនិកជនដែលលើនេះយុវជនគុនខ្មែរទាំងពីររូបបងកុលឃីវទាំងបង្គោលក្រហមទូពិសេសទី3របស់យើងបានឡើងមកកាន់សម្ភាររួចរាល់ហើយឥឡូវខ្ញុំមកសូមជម្រាបជូនពីជីវប្រវត្តិប្រកួតរបស់កីឡាករបង្គោលក្រហមប្រកួតនៅក្នុងប្រភេទទម្ងន់36គីឡូក្រាមអាយុ13ឆ្នាំកម្ពស់1.50 ម៉ែត្របបសោតប្រកួតលើសង្វៀន10ដងឈ្នះ7ចាញ់2ស្មើ1អត់ទ្រាំផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតម្ដងប្រកួតចុងក្រោយឈ្នះកីឡាករបាទគូប្រកួតដោយពិន្ទុស្រុកកំណើតនៅភូមិអន្លង់2ឃុំត្រពាំងធំស្រុកប្រាសាទបាកងខេត្តសៀមរាបថ្វាយបង្គំគ្រូតាមរបៀបរលឹកគុណគ្រូមកពីក្លឹបឃ្លាំងមឿងកីឡាសមាគមកីឡាកងយុទ្ធពលខេមរៈភូមិន្ទបង្ហាត់ដោយលោកគ្រូសុកពិជ័យទូរទស្សនិកជនជីទីមេត្រីសូមណែនាំឲ្យស្គាល់អ្នកលេងគុនខ្មែរមកពីដែនដីអង្គរនៃខេត្តសៀមរាបចិនជាងរៀបបង្គោលឃីវប្រកួតក្នុងប្រភេទទម្ងន់31គីឡូក្រាមដូចគ្នាអាយុ13ឆ្នាំកម្ពស់1.55 ម៉ែត្រប្រកួត3ដងឈ្នះ2ដងចាញ់1ដងមានស្រុកកំណើតនៅភូមិសាឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងថ្វាយបង្គំគ្រូតាមរបៀបកម្មករជីកពងវឹកហាត់នៅក្លឹបគិរីសវណ្ណវង្សសមាគមកីឡាខេត្តកំពង់ឆ្នាំងបងវឹកដោយលោកគ្រូសេងស៊ីហ៊ូលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់យុវជនគុនខ្មែរខេត្តកំពង់ឆ្នាំងអូចាន់សំណាលោកកញ្ញាកណ្ដាលនៅលើសង្វៀនតម្រូវទៅដល់លោកគ្រូរូបរាងសង្ខាមុខស្រស់ញញឹមកាព្រីរុំសំអូនទេសនាបន្តនៅគោលពិសេសទី3បាទអើយរហស្សនាមវែងពេកចប់ភ្លេចបាទសូមបងនៅខាងក្រោយដែលថតរូបបាទសូមបិទខ្លះបាទបិទខ្លះភ្លើងណានោះកាន់នៅខាងក្រោយបាទឬក៏ក្មួយកាន់ទូរស័ព្ទសូមបិទភ្លើងបាទទឹកខ្លះប៉ះពាល់បច្ចេកទេសអធិស្ឋានអាចថតបានអាចបង្ហោះបានអត់បញ្ហាទេប៉ុន្តែសូមបិទកុំឲ្យមានពន្លឺជះមកបាទត្រូវភ្នែកកីឡាករតាមប៉ះពាល់បច្ចេកទេសអរគុណណាស់យើងឃើញហើយសេរីអ្នកចម្បាំងកម្លាំងកម្ពុជាបាទគឺទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនក្បាលបរិជិសក៏ជាក្រុមហ៊ុនដែលតែងតែឈរបាទយ៉ាងរឹងមាំបាទជាយូរក្រោយដើម្បីឧបត្ថម្ភបាទដល់បងព្រះកងទ័ពជនពិសិដ្ឋក៏ដូចជាជួយនៅក្នុងកិច្ចការសង្គមជាច្រើនហើយក៏ជួយដល់សិល្បៈមកសិល្បករនេះកីឡាករកីឡាករដូចពេលនេះអញ្ចឹងបាទកីឡាករកីឡាករនេះប្រមាណជា100នាក់ជារៀងរាល់ខែបានទទួលឱកាសបាទបញ្ចេញសមត្ថភាពលើខ្សែវារបស់ក្រុមហ៊ុនខ្មែរបរិជិសបាទនេះហើយគឺជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការអភិរក្សនិងការផ្ដល់ឱកាសទំពាំងថ្មីជាអ្នកបន្តវេនប្រកបដោយសក្តានុពលក្រៅពីនោះបើសិនបើបងប្អូនបាទជាកីឡាករល្អប្រកួតបាទមានស្នាដៃមានទេពកោសល្យល្អអាចនឹងខ្លាយទៅជា BA របស់ក្រុមហ៊ុនខ្មែរបរិជិសទៅលើផលិតផលណាមួយនោះទទួលបានការឧបត្ថម្ភបន្ថែមទៀតបាទថ្ងៃនេះអាញាកដាលអស់លុយហើយឥឡូវនេះអត់យកលុយមកខ្ចីលុយគេទៀតចងការហើយប្រហែលរូបសង្ហាស្រស់សពីបតែខ្ចីលុយគេមិនចឹងតែសោយស្អាតមែនទេលោកគ្រូព្រំសម្បូរឡើងមកចំដាក់គូអស់លុយបាទអត់ទេលើកក្រោយយើងចែកច្បាប់ឲ្យច្បាស់បាទបើកម្មករជីកត្បូងពេលលុបពេលទិញម្ដង10000អូ3លានថែមធីបឲ្យទៀតបានលុយបើតន់វាយហ្នឹងបានលុយបាទយកអីគេមើលទាំងអស់គ្នាវើល្អណាស់អស់លុយទៀតហើយ
bà lùi nâng tục là khmui ná ập vô vinh tê bà bờ cọt vô vinh pra phù Sông kia là con đường tì một con đá đầm bầy sẽ đắp mắt bên chia cào ra cuột đi lục anh nhà con đá prong sông ồn lệ khăn cái cạnh tem và vui xinh lắm cho còng triếm trong phimประกวดในจำบังกำลังกัมพูชีภูมิพิเศษที่3ตึกตีมวย จะสนาก็มีเซนติใบตั้งที่ว่าตบสวาคือไปเชิงไปจนเชียงไม่เชิงเดียบดวลบัตรไอ้โยมายายโหสำแนงจันสำแนงตบมาเชิงไปยังบันไดตบมาเชิงปีไอ้ยักษ์ปอจุกงมาบัดเย็นชัวร์ที่อัตตอนในจุกงรุ่นปอจุกงมวยเตี้ยมาจึงชิงมีสวากุมมาสำแนงลูกอย่างละอ๋อตอดเราปีจันสำแนงปอจุกงมาตบมาเชิงมาไต่ปีจันสำแนงจะกุ้งปีจนเชียงตอดเราปีจันสำแนงช่วยสามตอดปีจนเชียงจะกุ้งมวยรุ่นอะไรนี่รุ่นยังไม่รุ่นตรงสายปอจุกงตายมวยเดียปอจุกงมวยจะกุ้งมวยเดียจะกุ้งมวยเดียจะกงสรวยนั่นมันสรวยเลยไอ้ตัวบาดจอดในใส่มวยตอดมอมาสำนักมาไต่ไปจนเชียงตอดเราไปสำนักจนเชียงมันไอ้ช่วยซ้ำไปจนสำนักจนสำนักตัวอะไรนี่ตีงอะไรนี่เรากันยากระดาษกันเย็นเฉยตอดกรอมมาได้ไปสำจนเชียงมาได้ไปจนเชียงตอดกรอมไปสำนักปีใบใหญ่ตอดกรอมปีจนเชียงจงกงตอดกรอมปีจนของนางแบบหมดใจไปจนเชียงหมอกมวยเลยมวยเลยกรอบอ่ะป้าจงกงมวยไปจนเชียงปักโต้กระโจนยังคงมวยเด็ดลงกันอย่างนั้นก็เสียจากสต๊อปไปกับต่อการประกวดตอดกรอมมวยไตไปจนเชียงตอดกรอมชื่อยังโจตอดมวยเด็ดปักไตไปจนเชียงตอดกรอมมาได้ไปจนเชียงตอดกรอมปีจันสำนักตอดกรอมมามวยเลยมวยเลยกรอมเราได้มาไอ้ยาอย่างมันอย่างนาเต้ตัวไอ้เจ้าได้ใส่มวยตอดมวยเนี่ยมาได้ปีจันเชียงมาได้ปีสำนักตอดกรอมปีจันเชียงตอดมวยปีจันเชียงตอดปีจันสำนักจับตีมวยเราไปสำนักป้อนจุกมวยพิจิตรเจียมโจรป้อนจุกมวยตีนมาได้ไอ้โจรตรงอันยังตาขวานมันจังตัดตัวเราป้อนไปเจียมจับในใจมันตัวเรามวยจุกกุ้งเราป้อนจุกกุ้งเจียมกุ้งสำนักโจมวยได้ปีสำนักมวยได้ปีเจียมป้อนลำเจียมโจรเอาลงใส่ในป้อนจุกไปจนเชียงตอดเราตอดมวยจนเชียงมาได้ปีซ้ำจนเชียงช่วยซ้ำตีตำแหน่งมาตอดเชิงอะไรนี่เอาไปจะกลุ่มดีมาได้โจตอดเราจนกุ้งไปจนเชียงมวยมีเชียงมาได้มีเชียงตอดมาเชิงเดียลอยแม่แต่ลองหน้ามาเชิงนี่ตาโจมีจันสำนักจอดไอ้ใส่มวยเตี้ยตาโจก็ไว้มาได้จบกงอะไรเนี่ยตาโจตอดเรามวยได้มีเชียงตอดเรามีสำนักมาได้ก็มันเตี้ยมาเฟสตับปีสำนักเช่นชาได้มาแต่อับไรพอมาต
បន្តការប្រកួតមួយដៃពីជើងជាងមួយដៃពីរដៃរុញទុកនឹងឡើងជាអត់ទេអត់បាយពុកបានទេលោកអាញាកណ្ដាលគាត់ជាប់បាទបន្តការប្រកួតច្រាត់អេសីមួយទៅចាប់ជើងបានកន្លែងនេះចាប់ទឹកទី2ទឹកទី3ជាទឹកឯកប្រទស្សនាទឹកទី3ដែលជាទឹកឯកប្រច្រាត់អេសីមួយពីជើងជាងបាត់ដៃទៀតបាទជួយតាមមកជង្គង់មួយទៀតពីជើងជាងបកកាយមួយជង្គង់មួយទៀតកាយមួយទៀតជង្គង់មួយទៀតបាទកាយមួយទៀតកន្លែងនេះអូយបាទសំណាងហាក់ដូចជាបាទវាយដែរតែដូចជាមិនត្រូវចំពេញបាទតនក្រោមជង្គង់បាទវាចេះតែបែកខ្នងរត់តែបែកខ្នងបាទជំនាញពេកអត់មានវាយតក់ក្រោមមួយមកដៃពីជើងជាងចូលកន្លែងនេះចាប់អប់បាទជង្គង់កន្លែងនេះបោះកាយជង្គង់មួយទៀតបាទកុំអោនពេកកុំវល់ខ្លួនកុំបែកខ្នងមួយដៃពីរដៃពីជើងជាងបាទឆេះស្ដាំណាបាទជង្គង់មួយទៀតមួយដៃទៀតអូយល្អជើងជាងទាត់ក្រោមពីសំណាងបាទសងសជេកបោះជង្គង់មួយកែកមួយទៀតជង្គង់មួយទៀតបាទចូលទាត់ក្រោមច្រត់សីមួយចាប់បាត់ហើយអង្គសសំស៊ីរួលទីបាទលោតមកចាក់ទឹកឧស្សាហកម្មកម្ពុជាតិចបាត់ហើយអីទេបាទរងចាំអទេសនារងភាពជាងណែអូយចំល្អមកឡើយអត់ទេគិតទៅទាំងធំទាំងតូចទាំងអាត់មកតែឡើងទៅចំធំក៏ចំរបៀបធំតូចក៏ចំរបៀបតូចឲ្យតែលើកជើងមកលើផ្លាប់បាទជុំបាត់លក្ខខណ្ឌវិកៈទាំង6និង7ដល់យប់នេះតែជឿពេកបាទលើអត់អីទេលោកកញ្ញាកដាលលោកព្រំសំអូនកំពុងតែជួយសម្រួលបាទយ៉ាងម៉េចហើយលោតបាទលោតនឹងលោតចិត្តចាប់ហើយអត់ចិត្តចាប់អូយកន្លែងនឹងទៅវែងឆ្ងាយណាបាទទេលោតបាទលោតមួយលោតបាទគ្រប់កីឡាករទាំងអស់តាំងគ្រូផៅភឿឬគ្រូវងវងរៀងគ្រូភូមិញោមនេះស្អាតធ្លាប់ទៅហ្នឹងបាទដោយសារការប្រកួតខុសបច្ចេកទេសបាទរបូតម្ចាស់បាទជាសម្រួលចំបាទឥឡូវរងចាំបន្តិចបាទអរគុណណាស់សម្រាប់ក្រុមខ្មែរបរិជិស្តែងតែផ្ដល់ឱកាសនិងលើកទឹកចិត្តបាទដល់កីឡាករកីឡាការិនីក៏ដូចជាការរៀបចំនៅបង្កភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនជាពិសេសនៅទីនេះផ្ទាល់អ្នកសិក្សាស្វ័យជ្រុំបាទទទួលបាននៅការប្រគំតន្ត្រីរយៈពេល3ថ្ងៃក៏ដូចជាបាទការប្រកួតសិល្បៈគុណខ្មែរ2ថ្ងៃអ្វីដែលសំខាន់អរគុណណាស់សម្រាប់ពុកម៉ែបងប្អូនដែលមកទស្សនាយ៉ាងច្រើនកកក៏ដូចជាទស្សនាតាមเพจសំខាន់របស់យើងដែលកំពុងធ្វើការផ្សាយផ្ទាល់មួយវិញទៀតក៏សូមថ្លែងអរគុណសម្រាប់ការគ្រប់គ្រងដល់ផលិតផលរបស់ក្រុមខ្មែរ Beverages ដែលនាំមកនៅសុខភាពល្អជាមួយនឹងរង្វាន់បាទយ៉ាងច្រើនសិទ្ធិធម៌អញ្ចឹងបងប្អូនអាចញ៉ាំដោយមានទំនុកចិត្តអូយបាទលោកអ៊ំលោកយាយមកទាំងអស់ហ្មងអ្នកស្វាយជុំចូលចិត្តបដាល់ណាចូលចិត្តបដាល់ណាមកបដាល់អើយបាទបាទទីកន្លងទៅបាទនៅពេលនេះនៅក្នុងលក្ខខណ្ឌវិកៈរបស់ការប្រកួតរបស់សហព័ន្ធកីឡាគុណខ្មែរនៅពេលការប្រកួតខុសបច្ចេកទេសយើងនឹងផ្ដល់អតិថិភាពឲ្យគាត់សម្រួល2នាទីនិងថែមចំនួន2នាទីទៀតបាទបើសិនជាគាត់មិនអាចប្រកួតបានយើងនឹងធ្វើការរាប់ដើម្បីកាត់សេចក្តីតែម្ដងបាទលើនេះបន្ថែមការសម្រាប់2នាទីទៀតដើម្បីផ្ដល់ជូនដល់បងប្អូនបាទហ៊ូចាំសំណាងសម្រាប់ហើយអរគុណបាទយើងនៅតែបន្តបាទការយកចិត្តទុកដាក់ព្រោះថាពេលដែលប្រកួតនេះដៃជើងនេះវាអត់ទេប៉ុន្តែអ្វីដែលសំខាន់
បើសិនជាយុវជនណាយើងមានបាទគេហៅថាសម្ភារៈការពារសម្រាប់កីឡាករយើងនឹងគេចាប់មកការពារណាហើយក្នុងនោះបាទយើងយកទៅដាក់ជាសេះយើងឃើញតែកែងបិទជាប់បាទមានបាទប្រដាប់ការពារដើម្បីមិនឲ្យវាយទេដោយសារអាយុក្រោម15ឆ្នាំអញ្ចឹងបទពិសោធន៍ថ្មីថ្មោងគឺយកទៅដាក់ហើយអូយបងប្អូនយើងបាទមកច្រើនកកបាទញ៉ាំអីនៅបាទញ៉ាំបាយនៅ 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
លើនេះលោកកញ្ញាកណ្ដាលរាប់10ហើយមិនអាចបន្តការប្រកួតទេបាទលោកគ្រូពេទ្យបាទជួយសម្របសម្រួលបាទពិនិត្យមើលទៅថាត្រូវយ៉ាងម៉េចលោកគ្រូពេទ្យគាត់ចេះច្បាស់លាស់ត្រូវកាត់ទៅឬអីទេនិយាយលេងទេណាបងប្អូនណាបាទទេសនារបៀបយឺតរបស់ជង្គង់កន្លែងនេះបាទមួយកែងរបស់ចិនជាងជង្គង់ចិនជាងជង្គង់ចិនជាងបោះកែងមួយជង្គង់មួយទៀតកែងមួយទៀតកែងមួយទៀតណែច្បាស់ណាតតក្រោមមកដៃភ្លេងស្ដាំកន្លែងនេះរបងបញ្ចាន់បាទចូលមកកន្លែងនេះបោះជង្គង់មួយកែងមួយទៀតបាទចូលមកឆ្វេងស្ដាំពីចិនជាងសងមួយណែសំណាងហាក់ដូចជាអត់មានអីតបបោះជង្គង់មួយល្អណាស់បាទអោបមកបានតែមកតោះជើងណាតោះកន្លែងនេះអូយបាទឥឡូវនេះតាមរយៈនៃការផ្ដល់ការកាត់សេចក្តីរងចាំបន្តិចបាទពេលខ្លះបាទប្រដាប់ការពារនឹងការពារបានប្រហែលជា 60% 70% ដែរបាទដោយសារអីយើងមិនអាចខាត់កម្លាំងរបស់កីឡាករដែលធ្វើការប្រកួតបានទេតែអ្វីដែលជាក់ស្ដែងគឺយើងមានបាទសម្ភារៈនៃការពារហានិភ័យផ្សេងដោយបណ្ដាលយើងមានស្នាប់ដៃកង់ពាក់ជូនឥឡូវលោកកញ្ញាកណ្ដាលបាទនឹងធ្វើការប្រកាសលទ្ធផលជូនដល់កីឡាករបាទសូមអរគុណជាជំនះបានទៅលើកីឡាករបង្គោលក្រហមចិនជាងដោយអញ្ញាកណ្ដាលបញ្ឈប់បង្គោលខៀវនៅក្នុងទឹកទី3